អ្នកទាំងអស់គ្នាជឿអត់ថានៅក្រោមបាតសមុទ្រអាចនឹងមានសត្វដែលមានក្បាលដូចជាមនុស្សហើយនឹងកន្ទុយដូចជាត្រីមនុស្សជាច្រើនជឿថាវាគ្រាន់តែជារឿងព្រេងប៉ុណ្ណោះប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាច្រើនបានអះអាងថាពួកគេបានឃើញមច្ឆាពិតៗរឿងអំពីមច្ឆាមានតាំងពី3000ឆ្នាំមុនឯណោះអ្នកទាំងអស់គ្នាក្នុងអរិយធម៌បុរាណដូចជាអាស៊ីរីនិងក្រិចគេបាននិយាយអំពីសត្វដែលមានពាក់កណ្ដាលជាមនុស្សនិងពាក់កណ្ដាលជាត្រីនៅក្នុងរឿងព្រេងនៃសមុទ្រអ្នកនាវាជាច្រើនបាននិយាយថាពួកគេបានឃើញសត្វដែលមានរាងដូចជាមនុស្សអណ្ដែតលើទឹកហើយពេលខ្លះក៏ឮសំឡេងចម្រៀងចម្លែកពីសមុទ្រផងដែរនៅក្នុងឆ្នាំ1493អ្នករុករកដ៏ល្បីឈ្មោះ Christopher Columbus បានសរសេរនៅក្នុងកំណត់ហេតុថាគាត់បានឃើញមច្ឆា3នៅក្នុងសមុទ្រ Caribbean ប៉ុន្តែគាត់បាននិយាយថាវាមិនស្អាតដូចក្នុងរឿងព្រេងនោះទេអ្នកវិទ្យាសាស្ត្រខ្លះជឿថាអ្វីដែលគាត់ឃើញប្រហែលជា Manatee ឬ Dugong ដែលជាសត្វសមុទ្រដែលមានរាងស្រដៀងនឹងមនុស្សបន្តិចក្នុងឆ្នាំ2012មានវីដេអូមួយនៅលើអ៊ីនធឺណិតដែលបង្ហាញអ្វីមួយដូចជាមច្ឆានៅជិតឆ្នេរវីដេអូនោះធ្វើឲ្យមនុស្សរាប់លានអ្នកជឿថាមច្ឆាអាចនឹងមានពិតមែនប៉ុន្តែក្រោយមកអ្នកជំនាញបានបញ្ជាក់ថាវាជាការបង្កើតដោយ CGI ឬការ edit វីដេអូអ្នកវិទ្យាសាស្ត្រភាគច្រើននិយាយថាមច្ឆាដែលមានក្បាលមនុស្សនិងកន្ទុយត្រីមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់នោះទេប៉ុន្តែសមុទ្រនៅលើផែនដីយើងមនុស្សបានស្វែងយល់ត្រឹមតែប្រហែល 5% ប៉ុណ្ណោះនោះមានន័យថានៅក្រោមបាតសមុទ្រអាចនឹងមានអ្វីៗជាច្រើនទៀតដែលមនុស្សមិនទាន់រកឃើញនោះឡើយដូច្នេះមច្ឆាអាចជារឿងព្រេងឬក៏ជាប្រភេទសត្វដែលមនុស្សយើងមិនទាន់រកឃើញនៅឡើយតើអ្នកនរគ្នាជឿថាមច្ឆាមានពិតទេនៅក្រោមបាតសមុទ្រសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក